ពានរង្វាន់បាល់ទាត់ស្វ័យរៀងខាប់យុវជនក្រោម15ឆ្នាំលើកទី2ឆ្នាំ2025បានឈានដល់វគ្គផ្ដាច់ព្រាត់ហើយ Drop, yo. ដោយត្រូវធ្វើការប្រកួតនៅថ្ងៃសៅរ៍ទី14ខែកុម្ភៈឆ្នាំ2026ខាងមុខនេះនៅកីឡដ្ឋានខេត្តស្វាយរៀងគូដណ្ដើមចំណាត់ថ្នាក់លេខ3ក្រុមបាល់ទាត់យុវជនសាមគ្គីនឹងត្រូវធ្វើការប្រកួតជាមួយក្រុមបាល់ទាត់សាលាបឋមសិក្សាជ្រៃធំវេលាម៉ោង 2:00 នាទីរសៀលគូដណ្ដើមជើងឯកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងអាយុក្រោម15ឆ្នាំនឹងត្រូវធ្វើការប្រកួតជាមួយក្រុមបាល់ទាត់គោព្រៃភូមិស្វាយធំវេលាម៉ោង 4:00 នាទីរសៀលនៅលើសមរភូមិវាលស្មៅដ៏ស្រស់ស្អាតនៃកីឡដ្ឋានខេត្តស្វាយរៀងនៅថ្ងៃសៅរ៍ទី14ខែកុម្ភៈឆ្នាំ2026មុននឹងឈានដល់វគ្គការប្រកួតនេះក្រុមទាំងពីរបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល2ខែមកនេះចាប់តាំងពីវគ្គចាយពូលរហូតដល់វគ្គផ្ដាច់ព្រាត់នេះសូមអញ្ជើញពុកម៉ែបងប្អូនពូមីងនិងទស្សនិកជនអ្នកគាំទ្រកីឡាទាំង4ក៏ដូចជាអ្នកស្នេហាវិស័យបាល់ទាត់អញ្ជើញចូលរួមទស្សនាដោយផ្ទាល់នៅកីឡដ្ឋានខេត្តស្វាយរៀងចាប់ពីម៉ោង 2:00 នាទីរសៀលដោយសេរីឲ្យបានច្រើនកុះកដើម្បីចូលរួមលើកស្ទួយវិស័យបាល់ទាត់ជាតិយើង